ឲ្យសងប្រយថ្ងៃគូនេះតាមចែកទេសជំរានតាមអង្គការប្រាប់អញ្ចឹងការសង់ត្រង់គឺយើងត្រូវសង់បដ ថ្ងៃសង់បដ ថ្ងៃថាថ្ងៃវាមករះពីកើតមកគឺវាត្រូវចាស់ពលឺថ្ងៃដេញបដ ទៅចឹងហើយយកយើងសាំងសង់ទៅទឹងអាហ្នឹងតាមចែកទេសអ្នកគេចិញ្ចឹមណាអ្នកខ្លះគេយល់តាមធ្វើចឹងគឺធ្វើចឹងប៉ុន្តែខ្ញុំឲ្យសង់បដ ថ្ងៃត្រង់មាត់ហ្នឹងវាយើងសាងសង់យើងបើតាមចែកទេសខ្ញុំធ្វើបើយើងក្រាលសាបវាចំណេញបានទាំងម្ចាស់ហើយវាសុខភាពបានល្អទាំងមាន់កាលណាបើយើងអត់ក្រាលសាបវាកាយដីលុកលាក់ដីអញ្ចឹងវាអត់ល្អហើយបើមានភ្លៀងមិនអីចូលទៅវាអញច្រំតែបើយើងក្រាលសាបដូចកាលណាវាអាចមកវាលុកលាក់ជាមួយនឹងចានហ្នឹងគឺវាច្បល់ចូលគ្នាអញ្ចឹងវាមិនធ្វើឲ្យច្រំកន្លែងមាន់ទេអញ្ចឹងវាល្អជាងយើងមិនក្រាលសាបមាន់មើលបើសិនជាដូចខ្ញុំដីខ្ញុំជាខ្ញុំរៀងជាប់ផ្ទះប៉ុន្តែបើយើងដីយើងរៀងទលេណាយើងសង់រៀងឆ្ងាយផ្ទះតិចទៅកំណត់ហើយកាលណាមាន់យើងច្រើនយើងត្រូវមើលត្រង់ណាកាលណាត្រង់យើងរៀងទូចយើងចាំមាន់ច្រើនរៀងចៀតអញ្ចឹងយើងមើលសភាពមាន់ឲ្យថាទៅហោមាន់យើង100 ក្បាលយើងសាំងសង់ត្រង់ហើយមាន់សាច់វាមិនដូចមាន់យើងមាន់មេញាស់កូនទេមាន់សាច់ខុសគ្នាមាន់សាច់កាលណាយើងមានត្រង់វាត្រឹមតែ4 ម៉ែត្រអីហ្នឹងយើងអាចដាក់វាមាន់ត្រឹម100 ក្បាលនៅបានហើយអាស្រ័យលើការកន្លែងទលាយឯងកន្លែងយើងវាមកក្រៅហ្នឹងយើងគាត់ពីសំណាញ់ឲ្យចេញមកក្រៅកន្លែងទលាយយើងវាល្អហើយបើរឿងត្រង់កន្លែងវាដេកយើងមិនអាចចាំធំទេល្មមតែ4 ម៉ែត្រអីនៅបានហើយ